នេះគឺជាប្រភេទវីដេអូជំនួយខួរក្បាលដែលយើងប្រើប្រាស់វិញដើម្បីស្ដាប់មុនចូលគេងវីដេអូប្រភេទនេះវាធ្វើឲ្យខួរក្បាលរបស់យើងមានការសម្រាកវាធ្វើឲ្យយើងជួយបំបាត់ stress ហើយនឹងធ្វើឲ្យយើងឆាប់ដេកលក់ផងដែរហើយវីដេអូនេះផងដែរគឺខ្ញុំបានបង្កើតឡើងដោយប្រើប្រាស់ AI អ្នកទាំងគ្នាអាចធ្វើការទស្សនាមើលបានជាមិនសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ធ្វើការបង្កើតវីដេអូប្រភេទនេះដើម្បីយកទៅផលរលុយនៅក្នុង YouTube Facebook ឬមួយក៏ TikTok អាចអនុវត្តតាមវិធីរបស់ខ្ញុំបានអញ្ចឹងមុននឹងចូលទៅដល់ការអនុវត្តសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Like Subscribe និង Comment ទៅលើវីដេអូរបស់ខ្ញុំម្នាក់មួយផងដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ Gemini Signal បន្តមកទៀតអ្នកទាំងអស់គ្នាអាចធ្វើការសរសេរ prompt នេះខ្ញុំបានចឹងនេះគឺជា prompt របស់ខ្ញុំអ្នកទាំងអស់គ្នាអាចធ្វើការ copy វិញយើង copy ពីលើរហូតដល់ក្រោមទាំងអស់មកអូខេយើង copy មកដល់ក្រោមប៉ុណ្នេះមកបន្តមកទៀតគឺអ្នកទាំងអស់គ្នាយកមកខាងនៅក្នុង Gemini មកនៅត្រង់ចំណុចនេះគឺយើងចេះ send ទៅកាន់ AI ទៅចឹងត្រង់ចំណុចនេះយើងរងចាំវាបន្តិចសិនទៅវាកំពុងតែធ្វើការ generate ជា prompt មកយើងហើយអូខេចឹងឥឡូវនេះគឺ AI វាបានធ្វើការផ្ដល់ជាចំណងជើងឲ្យយើងនេះអញ្ចឹងយើងមើលមកយើងពេញចិត្តមួយណាយើង select មួយហ្នឹងយកទៅធ្វើជាវីដេអូទៅចឹងបើសិនជាករណីយើងពេញចិត្តទៅលើ topic ទី1ឬមួយក៏ចំណងជើងទី1ហ្នឹងយើង copy ប៉ុណ្ណឹងមកនេះអូខេយើងគ្រាន់តែ copy ប៉ុណ្ណឹងមកយើងយកទៅផាសនៅក្នុងនេះមកនេះចឹងយើងចុច send ទៅកាន់ AI ទៅចឹង AI គឺវាធ្វើការផ្ដល់ជា prompt មកយើងបន្តទៀតហើយចឹងចំពោះ prompt ដែលវានឹងផ្ដល់ឲ្យយើងវាមាន3ទី1គឺជា prompt ក្នុងការបង្កើតជាបទចម្រៀងទី2គឺជា prompt ក្នុងការបង្កើតជារូបភាពហើយទី3គឺជា prompt ក្នុងការបំលែងពីរូបភាពទៅជាវីដេអូតែម្ដងចឹងនៅត្រង់ចំណុចនេះគឺយើងរងចាំវាបន្តិចសិនទៅវាកំពុងតែធ្វើការ generate ឲ្យយើងហើយអូខេឥឡូវនេះគឺវាបានធ្វើការផ្ដល់ជា prompt មកយើងនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងទៅបង្កើតជាបទចម្រៀងសិនចឹងនៅកន្លែងនេះគឺអ្នកទាំងគ្នាអាចធ្វើការបូក tab ថ្មីមួយមកយើង search ពាក្យថា Suno អូខេយើងយក link ខាងលើគេនឹងមកចឹងនៅកន្លែងនេះគឺយើងចុចពីថា sign up មកបើសិនជាករណីយើងអត់ទាន់ធ្វើការចុះឈ្មោះទេអូខេបន្តមកទៀតយើង select យក Gmail របស់យើងទៅនៅកន្លែងនេះយើងដាក់ថ្ងៃខែឆ្នាំកណាត់របស់យើងមកចឹងយើងដាក់អីក៏បានដែរខ្ញុំសុំដាក់ថ្ងៃខែឆ្នាំកណាត់សិនអូខេយើងចុច continue ទៅអូខេនៅកន្លែងនេះគឺយើងរើសយើងយកមួយណាក៏បានដែរយើងគ្រាន់តែចុចគ្រីសចឹងទៅនេះអូខេដាក់ឈ្មោះរបស់យើងមកអូខេ continue ទៀតទៅអូខេចឹងយើងចុច continue ទៀតទៅអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងអាចធ្វើការសរសេរ lyric មកឬមួយក៏យើងអត់ចង់នៅកន្លែងហ្នឹងញ៉ៃទេយើងចុច skip មកនេះយើងចុច skip មកអញ្ចឹងយើងទៅបង្កើតវាដោយផ្ទាល់តែម្ដងអញ្ចឹងខ្ញុំសូមចុចខ្វែងនៅកន្លែងនេះគឺយើងទៅ copy prompt មកយើងមកនេះអញ្ចឹងនេះគឺជា prompt ក្នុងការបង្កើតជាបទចម្រៀងហ្នឹងអញ្ចឹងយើង copy ប៉ុណ្នេះយើង copy ខាងក្រោមនេះមកបន្តមកទៀតចូលមកកាន់ Suno របស់យើងវិញអញ្ចឹងនៅកន្លែងនេះគឺអ្នកទាំងគ្នាយកពាក្យថា simple គឺយើងគ្រាន់តែសរសេរ prompt មកនេះយើងផាស prompt របស់យើងចូលហើយបន្តមកទៀតអ្នកទាំងគ្នាធ្វើការ select នេះកន្លែងពាក្យថា instrumental អញ្ចឹងមានន័យថាយើងបង្កើតយកតែសត្វភ្លេងទេគឺយើងអត់ត្រូវការមានមនុស្សច្រៀងអីញ៉ៃទេនៅកន្លែងហ្នឹងគឺយើងចុច send ទៅកាន់ AI ទៅអញ្ចឹង AI គឺវានឹងធ្វើការ generate ជាបទចម្រៀងឲ្យយើងហើយចឹងយើងរងចាំវាបន្តិចសិនអូខេឥឡូវនេះគឺវាបានធ្វើការ generate ឲ្យយើងនេះអញ្ចឹងចំពោះការ generate ម្ដងគឺវាចំណាយ10 credit ឥឡូវនេះគឺយើងនៅសល់តែ40 credit ទេអញ្ចឹងបើសិនជាអ្នកទាំងគ្នាទៅចុះឈ្មោះមកត្មងវាឲ្យយើង free 50 credit ដែរឥឡូវនេះគឺវាបានធ្វើការ generate ឲ្យយើងរួចរាល់ហើយតើយើងស្ដាប់មើលមិនដែរយើងចុច play មកគឺបទទី1ហើយបទទី2យើងសាក់ play មកទៀតមកនេះអូខេអញ្ចឹងអ្នកទាំងគ្នាស្ដាប់ខ្លួនឯងមកយើងពេញចិត្តបទមួយណាយើង download បទមួយហ្នឹងទុកទៅអូខេឥឡូវនេះយើងសាកស្ដាប់បទទី3ទៀតមើលអញ្ចឹងអ្នកទាំងគ្នាស្ដាប់ខ្លួនឯងមកយើងពេញចិត្តបទមួយណាយើង download វាយកទៅទុកទៅអញ្ចឹងអាពីបទខាងលើនេះគឺយើង download វាអត់កើតទេតោះតែយើងទិញគម្រោងរបស់ Suno ទៅយើងអាចធ្វើការ download វាបានអញ្ចឹងយើង download ខាងក្រោមនេះមកអញ្ចឹងបើសិនជាករណីយើងពេញចិត្តទៅលើបទចម្រៀងខាងក្រោមនេះគឺយើងគ្រាន់តែចុច 3 នេះមកនេះបន្តមកទៀតយើងចុចសញ្ញា download នៅខាងក្រោមនេះយើងយក MP3 ហ្នឹងមកអញ្ចឹងគឺវានឹងធ្វើការ download យើងហើយអញ្ចឹងនៅកន្លែងនេះគឺយើងចុចពាក្យថា download anyway មកចានេះខ្ញុំបញ្ជាក់បន្តិចវាបង្ហាញមកអញ្ចឹងគឺវាប្រាប់យើងថាបើសិនជាករណីយើងអត់ទិញអាគម្រោង Pro របស់វាទេយើងអាចយកបទហ្នឹងទៅផុសដើម្បីរកលុយចេញពី YouTube Facebook ឬមួយក៏ TikTok ទេវាខុសទៅនឹងគោលការណ៍របស់ខាងក្រុមហ៊ុន Suno ហ្នឹងហើយចឹងបើសិនជាករណីអ្នកទាំងគ្នាចង់ធ្វើបទចម្រៀងអញ្ចឹងមែនអ្នកទាំងគ្នាអាចធ្វើការទិញគម្រោងវាទៅអញ្ចឹងខ្ញុំសូម download anyway មកដោយសារតែខ្ញុំគ្រាន់តែជាឧទាហរណ៍ជូនអ្នកទាំងគ្នាទេខ្ញុំសូមចុច download ពាក្យថា anywayអូខេឥឡូវនេះគឺវាកំពុងតែធ្វើការ download យើងហើយអញ្ចឹងនេះយើងបូក tab ថ្មីមួយទៀតមកយើងទៅធ្វើការបង្កើតជារូបភាពតែម្ដងអញ្ចឹងនៅកន្លែងនេះគឺយើងចុចសញ្ញានេះសញ្ញាបូកនេះមួយទៀតមកយើង search ពាក្យថា flow
នៅកន្លែងនេះយើងយកពាក្យថា new project មកបន្តមកទៀតយើងចូលទៅកាន់ Gemini របស់យើងវិញគឺយើងធ្វើការបង្កើតរូបអូខេនេះ prompt image ហ្នឹងអ្នកនរគ្នា copy ឲ្យខាងក្រោមគេនេះមកអូខេយើង copy ប៉ុណ្ណឹងមកបន្តមកទៀតយើងចូលមកកាន់ flow នៅកន្លែងនេះគឺយើងផាស prompt ឲ្យយើងចូលបន្តមកទៀតយើងត្រូវបដូរមុននឹងយើងចុច send គឺយើងបដូរពី video មក image ហើយអ្នកនរគ្នាចង់ធ្វើ video ហ្នឹងជាទម្រង់មិនដែរជាទម្រង់ផ្ដេកឬមួយក៏ជាទម្រង់បញ្ឈរយើងរើសតាមហ្នឹងមកអញ្ចឹងខ្ញុំសូមធ្វើជាលក្ខណៈទម្រង់ផ្ដេកខ្ញុំសូមចុច send ទៅកាន់ AI ទៅអញ្ចឹងគឺវានឹងធ្វើការបង្កើតជារូបភាពឲ្យយើងហើយយើងចាំវាបន្តិចសិនទៅឥឡូវនេះគឺវាបានធ្វើការបង្កើតជារូបភាពឲ្យយើងរៀបរាល់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងបំលែងរូបហ្នឹងទៅជាវីដេអូតែម្ដងនៅកន្លែងនេះគឺយើងចូលមកកាន់ Gemini របស់យើងវិញបន្តមកទៀតគឺអ្នកទាំងគ្នាត្រូវ copy prompt វីដេអូនៅខាងក្រោមគេនេះមកបន្តមកទៀតយើងចូលមកកាន់ flow របស់យើងវិញអញ្ចឹងអាពីររូបនេះអ្នកទាំងគ្នាពេញចិត្តមួយណាបើមិនយើងករណីយើងពេញចិត្តរូបមនុស្សកំពុងដេកនេះយើងចុច trace 3ទៅលើនឹងមកបន្តមកទៀតយើងចុចពីថា add prompt អញ្ចឹងគឺវានឹងលោតមកខាងក្រោមនេះហើយឬមួយក៏ករណីបើសិនជាអ្នកទាំងគ្នាប្រើតាមរយៈទូរស័ព្ទដៃអ្នកទាំងគ្នាអាចធ្វើការចុចសញ្ញាបូកនៅខាងក្រោមនេះបន្តមកទៀតយើង select រូបនឹងតែម្ដងនេះយើងចុចលើរូបនឹងមួយមកអញ្ចឹងក៏វានឹងលោតមកកន្លែងនឹងដូចគ្នាដែរអូខេអញ្ចឹងយើងផាស prompt មកយើងចូលមកអា prompt ដែលយើងបានធ្វើការ copy ពីកន្លែងនេះពីកន្លែង image to video prompt ហ្នឹងអញ្ចឹងយើងចូលមកកាន់ flow របស់យើងវិញបន្តមកទៀតគឺយើងធ្វើការបដូរមកនេះយើងបដូរពី nano banana យើងចុចលើនឹងមួយបន្តមកទៀតគឺយើង select យក video អញ្ចឹងនៅកន្លែងហ្នឹងគឺយើងធ្វើការចុច send ទៅកាន់ AI ទៅអញ្ចឹងគឺវាធ្វើការបំលែងពីរូបភាពមួយហ្នឹងទៅជាវីដេអូឲ្យយើងហើយយើងរងចាំវាបន្តិចសិនទៅឥឡូវនេះគឺយើងបានធ្វើការបង្កើតជាវីដេអូរួចហើយអញ្ចឹងខ្ញុំធ្វើមិញគឺខ្ញុំធ្វើពីវីដេអូក៏ប៉ុន្តែនេះគឺវា fail មួយដោយសារតែវា high domain ពេកទៅលើ prompt របស់យើងណាអញ្ចឹងអត់អីទេយើងខ្វែងវាចោលទៅយើងចុចមើលអាវីដេអូដែលយើងបានធ្វើការបង្កើតនេះមើលមិនដែរអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្នេះគឺយើងអាចទទួលយកបានហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងចុចសញ្ញា download នៅខាងលើនេះមកនេះបន្តមកទៀតយើងយកត្រឹមតែ720ទៅគឺបានហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងនឹងទៅកាត់តវាបញ្ចូលគ្នាតែម្ដងអញ្ចឹងយើងបើក CapCut មកនេះខ្ញុំសូមទៅការបើក CapCut របស់ខ្ញុំសិននៅកន្លែងនេះយើងយកពាក្យថា create project មកបន្តមកទៀតយើងចុចពាក្យថា import អញ្ចឹងយើងទៅយកវីដេអូដែលយើងបានធ្វើការ download មិញហ្នឹងមកអញ្ចឹងខ្ញុំទុកនៅកន្លែងនេះអញ្ចឹងខ្ញុំសូម select ទាំងពីរនេះតែម្ដងអូខេខ្ញុំសូមទៅ import មួយទៀតខ្ញុំយកចម្រៀងរបស់យើងមកអញ្ចឹងយើងទើញរូបភាពរបស់យើងតម្លាក់ចុះមកហើយយើងទើញចម្រៀងរបស់យើងយកមកដាក់នៅខាងក្រោមហ្នឹងមកអញ្ចឹងអ្នកនរគ្នាច្បាស់ជាឆ្ងល់ហើយថាចម្រៀងរបស់យើងគឺវាវែងក៏ប៉ុន្តែវីដេអូរបស់យើងគឺវាខ្លីអញ្ចឹងអត់អីទេយើងធ្វើការ copy វីដេអូហ្នឹងដាក់ឲ្យស្មើនឹងចម្រៀងហ្នឹងមកអញ្ចឹងនេះយើង copy មួយទៀតមកនេះយើងចុចទៅលើនឹងមួយយើងចុច Ctrl C Ctrl V មកណាអញ្ចឹងគឺវានឹងលោតមកខាងលើហ្នឹងហើយអញ្ចឹងយើងដាក់នៅខាងក្រោមនេះមួយទៀតមកអញ្ចឹងយើង copy បន្តអញ្ចឹងដែរមកដោយសារតែវីដេអូប្រភេទអញ្ចឹងគឺរូបភាពណែតែទេវីដេអូណែទេអញ្ចឹងខ្ញុំសូមធ្វើវាអញ្ចឹងសិនអូខេយើងរៀបវារួចរាល់ហើយអញ្ចឹងយើងទៅបិទសលេងនេះដោយសារតែវីដេអូដែលយើងចេញពី flow មកគឺវាមានសលេងដែរអញ្ចឹងយើង select ទាំងអស់នឹងហើយយើងចុចពាក្យថា audio យើងបន្ថយវាអស់មកនេះកន្លែង volume ហ្នឹងយើងសាកមើលមិនដែរអូខេខ្ញុំសូមធ្វើការ play តែប៉ុណ្្នឹងទៅបានហើយអញ្ចឹងអ្នកនរគ្នាបើសិនជាករណីគិតថាវាអូខេយើងចុច export មកគឺជាការស្រេចហើយឬមួយក៏ម្យ៉ាងទៀតអ្នកនរគ្នាឃើញថាវីដេអូនេះវារៀងឆ្កងដោយសារតែយើង play នៅក្នុងនេះមកនេះអូខេគេវារៀងកតាក់អញ្ចឹងអាហ្នឹងយើងបាច់ភ័យទេគឺអ្នកនរគ្នា reverse វាមកនេះយើងចុចទៅលើវីដេអូទី2ហ្នឹងមកយើង select វីដេអូទី2ហើយចុចឡើងនេះយើងយកពាក្យថា reverse អញ្ចឹងយើងរងចាំវាបន្តិចសិនអូខេហើយយើងសាកមើលមិនដែរអូខេវា smooth ដែរវាអត់មានឆ្កងនេះមុនទេហើយម្ដងកន្លែងនេះក៏ដូចគ្នាដែរគឺវាអត់មានឆ្កងទេដោយសារតែយើង reverse វីដេអូនេះអូខេអញ្ចឹងវីដេអូនេះគឺយើង reverse វាទៀតមកអញ្ចឹងយើងមើលមកឲ្យតែវីដេអូណាវាឆ្កងយើង reverse មកអញ្ចឹងនេះគឺមានតែប៉ុណ្្នឹងទេគឺយើងចុច export មកគឺជាការស្រេចហើយអូខេអញ្ចឹងខ្ញុំសូមបញ្ជាក់មួយទៀតចំពោះ prompt ដែលអ្នកទាំងគ្នាមើលនៅក្នុងវីដេអូមិញហ្នឹងអាហ្នឹងគឺមានតែនៅក្នុង channel Telegram VIP តែប៉ុណ្ណោះអញ្ចឹងបើសិនជាករណីអ្នកទាំងគ្នាចង់បានអាចចូលទៅយកបានតាមរយៈ link នៅខាងក្រោមវីដេអូនេះតែម្ដងអញ្ចឹងដើម្បីចូលទៅកាន់ channel Telegram VIP របស់ខ្ញុំបានអ្នកទាំងគ្នាគ្រាន់តែចូលមកកាន់ bot របស់ខ្ញុំមក link នៅខាងក្រោមហ្នឹងហើយអ្នកទាំងគ្នាទៅសេពាក្យដូចខ្ញុំទៅសេពាក្យ slash ហើយយើងទៅសេពាក្យថា start តទៅទៀតយើងចុច send ទៅនៅត្រង់ចំណុចនេះគឺអ្នកទាំងគ្នាអាចធ្វើការយកមនុស្សខាងលើបានដើម្បីទិញ VIP របស់ខ្ញុំអញ្ចឹងបញ្ជាក់ទៅការចូលក្រុម VIP ហ្នឹងដោយតែអ្នកទាំងគ្នាមក support ខ្ញុំដែរទេអញ្ចឹងខ្ញុំសូមអរគុណអ្នកទាំងគ្នាទុកជាមុនអញ្ចឹងនៅកន្លែងនេះគឺអ្នកទាំងគ្នាអាចធ្វើការរើសគម្រោងបានអ្នកទាំងគ្នាចង់ចូលក្រុម VIP របស់ខ្ញុំហ្នឹងចំនួនប្រហែលថ្ងៃឧទាហរណ៍តែអ្នកទាំងគ្នាចង់ចូលមួយខែយើងចុចពាក្យថា one month ហ្នឹងមកនេះ$8
បន្តមកទៀតអ្នកទាំងគ្នាអាចធ្វើការចុចយល់ព្រមនឹងបងប្រាក់បានអញ្ចឹងនៅកន្លែងនេះខ្ញុំបញ្ជាក់អ្នកទាំងគ្នាបន្តិចមុននឹងចុចយល់ព្រមនឹងអ្នកទាំងគ្នាត្រូវអានលក្ខខណ្ឌរបស់ខ្ញុំសិនដែរថាលក្ខខណ្ឌរបស់ខ្ញុំហ្នឹងគឺមានន័យគេខ្លះហើយយើងចុចយល់ព្រមមកបើយើងបានអានរួចរាល់ហើយអូខេនៅកន្លែងនេះអ្នកទាំងគ្នាបើក ABA ឬមួយក៏ ACLIDA មកហើយ scan QR code ហ្នឹងទៅបន្ទាប់ពី scan រួចរាល់ហើយអញ្ចឹងអ្នកទាំងគ្នាត្រូវចុចលើនេះអញ្ចឹងបញ្ជាក់តិចតទៅអ្នកទាំងគ្នាបងលុយរួចរាល់ហើយទើបចុចកន្លែងនេះមកទើប bot វា approve អ្នកទាំងគ្នាចាឥឡូវនេះគឺខ្ញុំបានធ្វើការ scan បងលុយរួចរាល់ហើយអញ្ចឹងខ្ញុំសូមចុចពីថាខ្ញុំបានបងប្រាក់រួចរាល់បន្តមកទៀត bot របស់ខ្ញុំគឺបានពិនិត្យមើលហើយបើសិនជាលុយនឹងបានចូលគណនីរបស់ខ្ញុំគឺវានឹងធ្វើការ reply ទៅកាន់អ្នកទាំងគ្នាវិញឥឡូវនេះគឺ bot របស់ខ្ញុំបានឆ្លើយតបហើយអ្នកទាំងគ្នាអាចធ្វើការចុចចូលនេះអញ្ចឹងទី1គឺយើងចូលទៅកាន់ channel Marian អ្នកទាំងគ្នាចុច join channel មកហើយនេះគឺជា channel Marian គឺមាន Marian ជាច្រើនមែនទែនហើយនឹងព្រមផងដែរហើយទី2គឺអ្នកទាំងគ្នាចូលមកកាន់ក្រុមពិភាក្សាចឹងនៅកន្លែងនេះអ្នកទាំងគ្នាចុចចូលក្រុមពិភាក្សាហ្នឹងមកអញ្ចឹងបញ្ជាក់ទៅចំពោះក្រុមពិភាក្សាហ្នឹងគឺអ្នកទាំងគ្នាអាចធ្វើការឆាតឆ្លើយឆ្លងមួយពួកខ្ញុំបាននៅក្នុងក្រុមបានឬមួយក៏អ្នកទាំងគ្នាចង់សួរសំណួរអីផ្សេងៗក៏បានដែរអូខេអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like Subscribe និង Share ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ